រូបមន្ត3មុខនេះយកមកលាយចូលគ្នាហើយលាងឆ្នាំងដល់សែនកញ្ចាស់នេះបានផលពិតបាទបន្ទាប់ពីមើលវីដេអូផកគាត់ហើយខ្ញុំដូចជាចាប់អារម្មណ៍ដែរអញ្ចឹងខ្ញុំមកប្រមូលកូកាអំបិលហើយជាមួយនឹងសាប៊ូលាងចានដែលមាននៅក្នុងផ្ទះហើយស្រេចនេះហើយជាមួយនឹងអេប៉ុងថ្មីទៀតបាទអញ្ចឹងមកសាកលាយរូបមន្តនេះទាំង3ចូលគ្នាកូកាអំបិលហើយជាមួយនឹងសាប៊ូលាងចានអញ្ចឹងយើងយកមកកូច្បល់ចូលគ្នាទៅដូចជាគាត់បានប្រាប់អញ្ចឹងហើយចាប់ផ្ដើមយកគម្របស្ពាន់តើស្ពាន់របស់ខ្ញុំដែលមានក្នុងហាងស្រាប់ហ្នឹងដែលខ្មៅអញ្ចឹងយកមកសម្អាតហើយខ្ញុំធៀបនេះជាមួយនឹងវិធីសាស្ត្រខ្ញុំធ្វើជាមួយនឹងក្រូចឆ្មាដែលខ្ញុំធ្លាប់ធ្វើពីមុនមកហ្នឹងចង់ដឹងថាតាមមួយណាមានប្រសិទ្ធភាពល្អជាងបាទអញ្ចឹងខ្ញុំដោះលាងទៅតាមហ្នឹងទៅក្រូចឆ្មារបស់ខ្ញុំក៏ដោយវិធីសាស្ត្ររបស់គាត់ក៏ដោយនេះយើងលាងទឹកហើយបាទហើយវីដេអូនេះកាត់ខ្លះលទ្ធផលគឺកូកាហើយជាមួយនឹងក្រូចឆ្មាគឺមានភាពភ្លឺស្អាតដូចគ្នាក៏ប៉ុន្តែសម្រាប់គំនិតខ្ញុំគឺការប្រើប្រាស់ក្រូចឆ្មាគឺល្អប្រសើរជាងមិនស្មុគស្មាញហើយសន្សំចៃបានច្រើនជាងទៀតផងបាទ